nè nên giải thì mấy cái bố nè nên tại mà mệt hai nó nữa tao mà mệt hai chẳng rather than giải thì depression á slangខ្លួនឯងហើយអ្វីដែលជាខ្លួនឯងទៅហើយថាអូយស្អប់ខ្លួនឯងខ្ញុំអត់ពេញចិត្តនឹងកពស់ខ្ញុំមិនដោយសារខ្ញុំទៀមអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំមកក្រក់ខ្លាំង like what is the point what is the reason គឺខ្ញុំខឹងស្អប់ខ្លួនឯង depress បបាក់ចិត្តអញ្ចឹងទៅតែបើខ្ញុំហើផ្លូវមួយផ្សេងទៀតខ្ញុំថាអូខេខ្ញុំ1.49 អញ្ចឹងខ្ញុំទទួលយកថាខ្ញុំ1.49ខ្ញុំអត់អាចផ្លាស់ប្ដូរអ្វីបានទេប៉ុន្តែខ្ញុំនឹងហ៊ានស្រឡាញ់ខ្លួនឯងនៅកពស់របស់ខ្ញុំនឹងរកកៅអៅណាដែលត្រូវជាមួយកពស់របស់ខ្ញុំនឹងមើលទៅលើគីឡូរបស់ខ្ញុំទៅមើលលើ muscle របស់ខ្ញុំនិង strength របស់ខ្ញុំនឹងធ្វើម៉េចឲ្យវាសាក់មួយម៉ាត់គ្នាជាមួយនឹងកពស់របស់ខ្ញុំហើយខ្ញុំនឹងទៅមើលថា make up ណាដែលត្រូវជាមួយខ្ញុំ like hair style ណាដែលត្រូវជាមួយខ្ញុំហើយខ្ញុំនឹងព្យាយាមធ្វើឲ្យខ្លួនឯងហ្នឹងណាស្អាតទៅចំណុចមួយដែលស្អាតបំផុតដែលខ្ញុំអាចធ្វើបានអញ្ចឹង as a reason មកខ្ញុំមានអារម្មណ៍ថាខ្ញុំស្រឡាញ់ខ្លួនឯងខ្ញុំអត់សប្ខ្លួនឯងហើយខ្ញុំតែងតែដើរទៅមុខរហូតខ្ញុំផ្លាស់ប្ដូរខ្លួនឯងរហូតហើយខ្ញុំមានអារម្មណ៍ថាខ្ញុំស្អាតជាងមុនហើយខ្ញុំមានអារម្មណ៍ថាខ្ញុំជឿជាក់លើខ្លួនឯងទៀតដោយសារខ្ញុំអត់មានអីត្រូវសប្ខ្លួនឯងហ្នឹងព្រោះកពស់ខ្ញុំប៉ុណ្ណឹងកពស់ខ្ញុំប៉ុណ្ណឹងខ្ញុំកើតមកប៉ុណ្ណឹងខ្ញុំស្អាតប៉ុណ្ណឹងខ្ញុំពេញចិត្តប៉ុណ្ណឹងសួរថាអ្នកគ្នាមិននិយាយថាអូនឯងកទឿអូនឯងទៀបម៉ែអូនឯងទូចល្អិតម៉ែសួរថាខ្ញុំឈឺអត់ខ្ញុំអត់ឈឺទេដោយសារអីដោយសារខ្ញុំដឹងថាខ្ញុំខាតមកប៉ុណ្ណឹងវាគឺជារឿងប៉ិតហើយខ្ញុំអត់អាចយកខ្ញុំហ្នឹងទៅប្រៀបធៀបជាមួយអ្នកដតីបានទេឥឡូវហ្នឹងជាពិសេសនៅខ្មែរមានអ្នកឆាតមកសួរខ្ញុំថាបងធ្វើម៉េចខ្ញុំលូតកពស់ឬមិនខ្ញុំបានស្អាតអញ្ចឹងទៅវាអញ្ចឹងណាខ្ញុំចង់ឲ្យអ្នកគ្នាថាអញ្ចឹងឥឡូវហ្នឹងបើសិនជាអ្នកគ្នាបានធ្វើអ្វីដែលអ្នកគ្នាគិតថាគួរធ្វើអស់ពីសមត្ថភាពហើយណា learn to ស្រឡាញ់ខ្លួនឯង in shape របស់ខ្លួនឯងហ្នឹងហើយមិនមែនន័យថាអូស្រឡាញ់ខ្លួនឯងប៉ុណ្ណឹងហើយឈប់ទេអូខេ let's say ថាអ្នកគ្នាចង់ស្អាតជាងមុនចង់មើលខ្លួនឯងទៅថាស្រឡាញ់ខ្លួនឥឡូវហ្នឹងខ្ញុំស្អាតហើយប៉ុន្តែខ្ញុំចង់មានអារម្មណ៍ថាខ្ញុំចង់ស្អាតជាងមុនអញ្ចឹងខ្ញុំទៅ gym ខ្ញុំទៅ get strength weighting ខ្ញុំទៅ get like trainings ខ្ញុំចង់មុខគីឡូអញ្ចឹងខ្ញុំប្រើ skin care មិនគឺក៏ខ្ញុំញ៉ាំមិនឲ្យវាគីឡូខ្ញុំចង់បែបស្លៀកពាក់មកបែប elegant អញ្ចឹងខ្ញុំទិញសម្លៀកពាក់បែប elegant អញ្ចឹងទៅខ្ញុំចង់សាកសក់ខ្លីខ្ញុំកាត់សក់ខ្លីអីអញ្ចឹងទៅនិយាយថាយើងហ៊ានឆ្លាញ់អ្វីដែលខ្លួនយើងមានហើយយើងហ៊ានយកអ្វីដែលយើងខ្វះខាតឬក៏យើងមានអារម្មណ៍ថាយើងចង់ល្អជាងមុនហ្នឹង as a progress but at the same time អ្នកគ្នាឆ្លាញ់ខ្លួនឯងហើយអោបខ្លួនឯងហើយដើរទៅមុខព្រោះជំរឿនហ្នឹងគឺជាជំរឿនល្អបំផុតបើមិនជាអ្នកគ្នាអត់ធ្វើអញ្ចឹងទេអ្នកគ្នានឹងរើសថាស្អប់ខឹងស្អប់ខ្លួនឯងណារបៀបអញ្ចឹងណាហើយ as a reason អ្នកគ្នា depress anxiety sad មុខជូរ and things still the same ចង់អ្នកគ្នា anxiety មិនកពស់អ្នកគ្នាតែ1.5 ហ្នឹងនៅតែ1.5អញ្ចឹង rather than anxiety depression ណាស្រឡាញ់ខ្លួនឯងហើយអ្វីដែលជាខ្លួនឯងទៅ so yeah hope all អ្នកគ្នាហ៊ានស្រឡាញ់ខ្លួនឯងហើយរឿងល្អៗកើតនៅក្នុងជីវិតរបស់អ្នកគ្នាឲ្យច្រើន